ភ្លេចខ្លួនរដូវចូលឆ្នាំខ្មែរមកដល់ទៀតហើយបងប្អូនហើយថ្ងៃនេះមកឆាមីស៊ូឆាគ្រឿងសមុទ្រឆាបែបណាឲ្យទៅសៃមីស៊ូហ្នឹងទុនស្វិតល្អហើយគ្រឿងសមុទ្ររបស់យើងហ្នឹងគឺថានៅមើលទៅពណ៌ស្រស់រស់រវើកគួរឲ្យចង់ញ៉ាំតែម្ដងណាមុខនេះបងប្អូនអាចវិចខ្ចប់យកទៅវត្តបានដល់ការចូលឆ្នាំខ្មែរមកដល់ទៀតបងប្អូនលឿនមែនទែនចូលឆ្នាំចិនទៅមករួចឥឡូវដល់ចូលឆ្នាំខ្មែរទៀតហើយអីដែលអត់បាត់នោះពេលមានបុណ្យទានខ្មែរយើងម្ដងគឺថាឆាមីស៊ូអីហ្នឹងគឺអត់ដែលចោលបងប្អូនអញ្ចឹងថ្ងៃនេះមកឆាមីស៊ូគ្រឿងសមុទ្រឆាបែបណាឲ្យទៅសៃមីស៊ូយើងទុនល្អគ្រឿងសមុទ្រមើលទៅស្រស់ល្អគួរឲ្យចង់ញ៉ាំហើយសម្រាប់ការចម្អិនរបស់ខ្ញុំថ្ងៃនេះខ្ញុំប្រើជាមួយនឹងម្សៅស៊ុបខ្នុរហ្វីលីពីនថ្មីអញ្ចឹងបងប្អូនកុំឲ្យចាំយូរយើងទៅមើលពីការចម្អិនរបស់ខ្ញុំទាំងអស់គ្នាឆាមីស៊ូយើងថ្ងៃនេះយើងមានមីស៊ូយើងមានគ្រឿងសមុទ្រខ្ញុំប្រើ2មុខប្រើបាកាហើយនិងមឹកបន្លែខ្ញុំប្រើការ៉ុតខ្ទឹមបារាំងជាកដោពពុះសណ្ដែកថែមជាមួយនឹងហេប៊ីយឺហឺបន្តិចដែរចំពោះមឹកយើងឆូតបន្តិចមកបងប្អូនដើម្បីធ្វើម៉ូតពេលយើងឆាទៅចេញម៉ូតស្អាតអញ្ចឹងហើយយើងឆូតផ្នែកខាងក្នុងហ្នឹងមកការ៉ុតយើងវារឹងណាដល់ពេលអញ្ចឹងហើយយើងស្រោបទឹកបន្តិចទៅស្រោបទឹកហើយចាំយកទៅឆាងាយស្រួលនៅក្នុងការឆាហើយពណ៌ស្រស់ល្អហើយមានរសជាតិឆ្ងាញ់ទៀតបងប្អូនឥឡូវយើងចាប់ផ្ដើមមកឆាបាកាបន្តិចមកបាកាហើយនឹងមឹកហ្នឹងបងប្អូនចង់ស្រស់ក៏បានដែរបើសម្រាប់ខ្ញុំជៀនមុនអញ្ចឹងដើម្បីឲ្យបាការបស់យើងនៅពណ៌ស្រស់ស្អាតល្អអត់ឆ្អិនខ្លាំងទេបងប្អូនយើងដាក់ចូលមកពេលដែលដាក់ចូលហើយបងប្អូនអាចប្រើម្សៅស៊ុបខ្នុរយើងបន្ថែមរសជាតិតិចនៅលើហ្នឹងមកយើងយកឆ្អិនមកល្មមមកយើងលើកទុកសិនចាប់ផ្ដើមឆាមឹកបន្ថែមទៀតចំពោះមឹកវិញយើងអត់ដាក់យូរទេបងប្អូនដោយសារមឹកឆាប់នឹងឆ្អិនណាអញ្ចឹងហើយយើងដាក់ទៅមួយផ្លេតមកបានហើយយើងយកទៅប៉ុណ្្នឹងមកយើងលើកចេញមកបងប្អូនមឹកអត់អាចទុកយូរមឹកយើងអត់ឆ្ងាញ់ទេទៅជាទុនហើយស្វិតឥឡូវនេះគ្រឿងផ្សំយើងរួចរាល់អស់ហើយបងប្អូនអញ្ចឹងហើយយើងចាប់ផ្ដើមទៅឆាតែម្ដងឥឡូវយើងចាប់ផ្ដើមមកលាយគ្រឿងឆារបស់យើងមកអញ្ចឹងអ្វីដែលខ្វះបានហ្នឹងគឺម្សៅស៊ុបខ្នុរហ្វីលីពីនថ្មីនេះបងប្អូនសម្រាប់ម្សៅស៊ុបខ្នុរនេះគឺជួយឲ្យមុខម្ហូបរបស់យើងឆ្ងាញ់គ្រប់មុខម្ហូបទាំងអស់អញ្ចឹងហើយនៅក្នុងឱកាសចូលឆ្នាំខ្មែរនេះបើសិនជាបងប្អូនធ្វើម្ហូបអាហារអីកុំភ្លេចប្រើជាមួយនឹងម្សៅស៊ុបខ្នុរដែលមានរសជាតិឆ្ងាញ់គ្រប់មុខម្ហូបតែម្ដងបងប្អូនអាចបន្ថែមទឹកពីលើនឹងបន្តិចទៀតមកដើម្បីងាយស្រួលនៅក្នុងការឆាឲ្យមានទឹកនៅក្នុងហ្នឹងរួចហើយយើងកូរមើលទៅបងប្អូនអាចភ្លក់រសជាតិបានយករសជាតិមកល្មមមកដោយសារអីឆាមីស៊ូអត់យករសជាតិដិតទេយើងយករសជាតិបែបឡំឥឡូវគ្រឿងយើងរៀងលាយរួចរាល់អស់ហើយបងប្អូនគឺថាងាយស្រួលមែនទែននៅក្នុងការចម្អិនអត់ពិបាកទេយើងដាក់ប្រេងឲ្យក្តៅហើយយើងដាក់ខ្ទឹមពងចូលមកយើងកូរខ្ទឹមយើងឲ្យឡើងក្លិនឈ្ងុយបន្តិចសិនមកខ្ទឹមយើងឡើងក្លិនឈ្ងុយល្អហើយបងប្អូនខ្ញុំថែមជាមួយនឹងហៃប៊ីហើយនឹងបាកាក្រៀមយើងត្រាំទឹករួចហើយយើងដាក់មកយើងលៃមួយមុខបន្តិចបងប្អូនកុំឲ្យច្រើនពេកឲ្យច្រើនពេកក៏អត់ឆ្ងាញ់ដែរអញ្ចឹងហើយបន្តមកទៀតនេះពពុះសណ្ដែកហើយនឹងសុទ្ធជាកដោបងប្អូនការ៉ុតពេលយើងដាក់ការ៉ុតហើយបងប្អូនយើងថែមជាមួយនឹងទឹកស៊ុសដែលយើងលាយមុននឹងឲ្យហើយមកកុំឲ្យវាជាប់ផ្ទះណាយើងទុកឲ្យពុះឆ្អិនតិចមកបងប្អូនបើសិនជាស្ទើរទឹកអីបងប្អូនមើលតាមនឹងទៅហើយរសជាតិអីអាចនឹងថែមថយនៅពេលហ្នឹងថែមតិចទៀតក៏បានដែរបើសិនជាបងប្អូនយល់ថាស្ទើររសជាតិអីចឹងឥឡូវរួចហើយយើងថែមមួយនឹងខ្ទឹមបារាំងមកយើងឆាខ្ទឹមបារាំងឲ្យឆ្អិនតិចសិនមកបងប្អូនយើងថែមមីស៊ូមកពេលរសជាតិល្មមហើយគ្រឿងសមុទ្រចាំបងប្អូនឆាមីស៊ូរៀងទុនតិចចាំដាក់ចូលដោយសារគ្រឿងសមុទ្ររបស់យើងឆ្អិនហើយអញ្ចឹងហើយដាក់តែប៉ុណ្្នឹងមកសរសៃមីស៊ូឆ្អិនល្អហើយយើងថែមជាមួយនឹងគ្រឿងសមុទ្ររបស់យើងមកតែប៉ុណ្្នឹងមករួចរាល់បងប្អូនយើងថែមខ្ទឹមមកឃើញថាដំណងមែនទែនឆាមីស៊ូគ្រឿងសមុទ្របងប្អូនខ្ញុំដាក់គិនឆាបន្តិចដែរបងប្អូនយកក្លិន
ប៉ុណ្ណឹងមករួចរាល់បងប្អូនអញ្ចឹងឥឡូវនេះឆាមីស៊ូគ្រឿងសមុទ្រខ្ញុំគឺថាឆ្អិនហើយរួចរាល់ហើយបងប្អូនឆាមីស៊ូគ្រឿងសមុទ្រតំណងមែនទែនតសៃមីស៊ូរបស់យើងឡើងរលោងស្អាតតែម្ដងបងប្អូននិយាយពីគ្រឿងសមុទ្ររបស់យើងគឺនៅស្រស់ល្អរបៀបធ្វើបែបនេះបងប្អូនគឺថាងាយស្រួលនៅក្នុងការចម្អិនហើយមានរសជាតិឆ្ងាញ់ហើយតសៃមីស៊ូរបស់យើងអត់ដាច់អត់ផុយទេបងប្អូនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ